ក្រសួងសុខាភិបាលសូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបសូមចូលរួមគ្នាការពារការរាតត្បាតនៃជំងឺគ្រុនឈាមនារដូវភ្លៀងនេះជំងឺនេះបានរីករាលដាលពាសពេញប្រទេសកម្ពុជាដោយសារតែវត្តមានមូសខ្លាវាពងដាក់នៅក្នុងពាងអាងដែលមានទឹកថ្លានិងស្អាតជុំវិញផ្ទះសម្បែងកន្លែងធ្វើការសាធារណៈរោងចក្រសាលារៀននិងវត្តអារាមដោយវាខំមនុស្សនៅពេលថ្ងៃជំងឺគ្រុនឈាមកត់សម្គាល់ដោយកុមារក្តៅខ្លួនដែលជាទូទៅមានរោគសញ្ញាដូចជាដោលនៅលើស្បែកឈឺក្បាលឈឺសាច់ដុំក្អួតចង្អោរឈឺក្នុងពោះចាញ់ឈាមតាមស្បែកហូរឈាមតាមច្រមុះឬអញ្ចាញធ្មេញឡាក់ជំងឺគ្រុនឈាមអាចបណ្ដាលឲ្យស្លាប់បានប្រសិនបើកុមារមានគ្រុនក្តៅខ្លាំងត្រូវនាំកុមារទៅសម្រាកនៅមន្ទីរពេទ្យភ្លាមកុំឲ្យមានការយឺតយ៉ាវការព្យាបាលដោយខ្លួនឯងនឹងបង្កនូវផលពិបាកក្នុងការព្យាបាលនៅឯមន្ទីរពេទ្យការប្រើថ្នាំដូចជាថ្នាំអាស្ពីរីនត្រូវជៀសវាងជាដាច់ខាតយើងគ្រប់រូបគ្រួសារនីមួយសហគមន៍សាលារៀនអង្គការរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវតែរួមចំណែកក្នុងការបង្ការជំងឺគ្រុនឈាមដោយបំបត្តិនៅជំរកមូសសហគមន៍ត្រូវបង្ការជំងឺគ្រុនឈាមដោយខ្លួនឯងដូចជាពិនិត្យគ្រប់ពាងអាងដោយដោះលាងសម្អាតនិងប្តូរទឹកចោលឲ្យបានជារៀងរាល់អាទិត្យប្រសិនបើពាងនិងអាងទឹកទាំងនោះគ្មានថ្នាំអាបេតករណីពាងនិងអាងណាបានដាក់ថ្នាំអាបេតរួចហើយមិនបាច់លាងសម្អាតឬចាក់ទឹកចោលឡើយព្រោះថ្នាំអាបេតមានប្រសិទ្ធភាពបាន3ខែបំផ្លាញឬកំទេចចោលអស់រាល់វត្ថុដែលអាចដក់ទឹកបាននៅខាងក្រៅផ្ទះចិញ្ចឹមត្រី7ពណ៌ដាក់នៅក្នុងពាងនិងអាងធំដើម្បីឲ្យវាស៊ីដង្កូវទឹកសូមអរគុណចំពោះការយកចិត្តទុកដាក់និងកិច្ចសហការចូលយើងធ្វើការរួមគ្នាដើម្បីបង្ការជំងឺគ្រុនឈាម